Hello ជំរាបសួរបងប្អូនតើបងប្អូនណាខ្លះមិនទាន់ចេះធ្វើ CV បាទហ្នឹងហើយធ្វើ CV ដោយខ្លួនឯងហ្នឹងហើយជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំដូចជា channel របស់ខ្ញុំសារៈបន្តទៀតហើយនៅថ្ងៃនេះគឺខ្ញុំលើកយកវីដេអូថ្មីមួយទៀតគឺរបៀបធ្វើ CV អញ្ចឹង CV មុននឹងបងប្អូនធ្វើការតែតែរកគេអ្នកដែលចេះសរសេរ CV ចេះសរសេរគេហៅថាសរសេរបែបបទឲ្យវាបានត្រូវតាមຂະຫນາດតាមអីចឹងតែខ្ញុំក៏វាអត់ចេះដែរហើយនិយាយទៅថាខ្ញុំក៏ធ្វើរោងចក្រធ្វើអីដែលមានបើផ្សារទេតែខ្ញុំចេះធ្វើ CV ខ្លះហ្នឹងហើយនឹងមានគំរូធ្វើតែម្ដងសម្រាប់បងប្អូនដែលចង់ធ្វើបែប CV បែបអីចឹងណាហ្នឹងហើយអញ្ចឹង CV ហ្នឹងគេធ្វើឲ្យគេយកទៅដាក់អញ្ចឹងពីមុនខ្ញុំអាសាឃើញគេធ្វើយកទៅដាក់នៅរោងចក្រទេអញ្ចឹងមកថាពេលយូរបងប្អូនកុំភ្លេចជួយ Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី channel ខ្ញុំបាទសារៈបន្តទៀតហើយយើងធ្វើនៅលើ Canva បងដែរបាទអូខេតោះអូខេបងប្អូនអញ្ចឹងបងប្អូនស្គាល់ហើយនេះគឺកម្មវិធីបាទ Canva នេះហ្នឹងហើយយើងចូលមកអូខេអញ្ចឹងវាមានគំរូច្រើនកម្មវិធីហ្នឹងគាត់ថាខ្ញុំមកទៅនៅ server នេះបងប្អូនមើលទៅនេះគំរូវាច្រើនវា new Gmail អីចឹងទៅហ្នឹងហើយអញ្ចឹងដើម្បីរក CV ឃើញតើយើង search មិនរកឃើញ search កន្លែងហ្នឹងមកចុចកន្លែងហ្នឹងមក search អូខេអញ្ចឹងខ្ញុំសុំ search អូខេបងប្អូនអញ្ចឹងវាចេញមកកណ្ដោហើយនេះអញ្ចឹងយើងវាក់យកនេះមកអូខេអញ្ចឹងបងប្អូនយើងមើលទៅយើងរើសមកបងប្អូនមានច្រើនមាន CV ច្រើនតែប៉ុន្តែយើងត្រូវរកអា free កុំយករូប pro កុំយករូបមកកត់រូបអីចឹងទៅតែមាន free ដូចតែខ្ញុំយកមួយណាក៏បានដែរខ្ញុំយកមួយនេះស្រួលធ្វើបាទខ្ញុំយកមួយនេះអូវែលឆ្ងល់អូខេឡើងហើយអញ្ចឹងអាកន្លែងនេះគឺជាកន្លែងយើងបំពេញឈ្មោះ about me អីចឹងទៅហ្នឹងអញ្ចឹងខ្ញុំសុំបំពេញកន្លែងនេះគឺយើងបំពេញឈ្មោះហើយគ្រប់គ្រងអីចឹងទៅហ្នឹងហើយអញ្ចឹងខ្ញុំសុំសរសេរបំពេញឈ្មោះបន្តិចអូខេអញ្ចឹងខ្ញុំសរសេរមក Sales Manager មកទៀត Sarek អូខេបងអូខេហ្នឹងហើយអញ្ចឹងអាកន្លែង Sales Manager យើងបាច់សេក៏បានតែយើងចាប់ដាក់នៅកន្លែងខាងក្រោមនេះយើងចាំមកបំពេញខាងក្រោមនេះវិញ skill ស្អីខ្ញុំអត់ដឹងគេប្រែថាម៉េចដែរបងប្អូនណាដឹងជួយបានណែនាំផងហ្នឹងហើយចាកន្លែងអ្នកគ្រប់គ្រងយើងដាក់ដែលអត់ចល័តអីក៏បានដែរហ្នឹងហើយយើងដូរមក Layoff ចល័តអូខេហើយយើងចុចថយក្រោយវិញមកបងប្អូនចុចថយមួយទៀតមើលហ្នឹងហើយអញ្ចឹងយើងកុំតន់អាននេះយើងមកមើលកន្លែងផ្សេងអញ្ចឹងខ្ញុំគ្រាន់តែបង្ហាញបានមួយទ្រុសទេកន្លែងនេះបំពេញអី platform ផ្សេងហ្នឹងហើយវាមាន experience មានអីចឹងទៅអញ្ចឹងខ្ញុំបង្ហាញបងប្អូនមកខ្លះហ្នឹង experience មានន័យថាបទពិសោធន៍ការងារយើងអញ្ចឹងយើងចុចលើនឹង2ដងមកអូខេដើម្បីលុបអានឹងចេញហើយយើងសរសេរការងារថ្មីអូខេធ្លាប់លោកសព្វនាងអូខេបងប្អូនបន្ទាប់ពីយើងសរសេរបានប៉ុណ្ណឹងហើយយើងថយក្រោយមកអូខេអញ្ចឹងយើងថយមួយទៀតមកអូខេថយវាមកដូចដើមវិញស្រួលយើងមើលហ្នឹងហើយអញ្ចឹងយើងហៅប្រូមវាចូលក្នុងវិញហ្នឹងហើយអញ្ចឹងវាមានកន្លែង birthday បើអីចឹងទៅឥឡូវយើងកុំអានមើលកន្លែងនោះយើងមកមើលកន្លែងរូបភាពនេះកន្លែងរូបភាពយើងចុចពីលើរូបភាពហ្នឹងមកយើងបដូររូបអូខេយើងបដូររូបយើងមកដាក់រូបយើងមកយកកន្លែង replace ឬក៏កន្លែងនេះគឺកន្លែង replace ហ្នឹងបងប្អូនតែភាសាខ្មែរវាដាក់ថាម៉េចទេនេះមើលខ្ញុំស្ដាប់តិចបើអង់គ្លេសវាដាក់ថា replace ហើយអីជំនួសខ្មែរវាដាក់ថាម៉េចទេចាំស្ដាប់សិនអត់ដឹងទៅដាក់ថាម៉េចដែរបងចុចអាហ្នឹងមកហ្នឹងហើយអូខេអញ្ចឹងយើងមកយករូបយើងចូលឲ្យទូរស័ព្ទខ្ញុំចេញសាក់រូបសេរី AI ទៀតអាហ្នឹងតើកន្លែងហ្នឹងមានសេវាឥឡូវវាអត់មានសេវាយើងទៅរូបយើងមកបងប្អូនទៅរូបយើងមក
ខេចឹងខ្ញុំយករូបនេះអូខេខ្ញុំយករូបហ្នឹងហើយយើងចុចអាខ្មៅខ្មៅកន្លែងណាក៏បានដែរអូខេឥឡូវយើងដាក់អញ្ចឹងទៅហើយយើងចុចទៅលើវាមើលរូបនេះយើងចង់មិនយើងចង់ដាក់វាមិនដាក់វាបែបអញ្ចឹងហ្នឹងហើយដាក់វាបែបអញ្ចឹងតែហ្មងទៅហ្នឹងហើយអញ្ចឹងនេះកន្លែងគេដាក់ថា about me អញ្ចឹងកន្លែងនេះយើងចុចវាពីរដងដូចគ្នានេះចុចកន្លែង about me ហ្នឹងខាងក្រោមហ្នឹងយើងសេមិនក៏បានដែរបងប្អូនយើងសេមិនក៏បានដែរកន្លែង about me ហ្នឹងយើងចុចលើវាពីរដងមកអូខេហើយយើងចុចតែកន្លែងលុបមួយទៅអក្សរវាលុបទាំងអស់ហើយនេះឃើញអត់អញ្ចឹងយើងត្រូវសរសេរថានៅកំឡោះសេមិនក៏បានដែរព័ត៌មាន description អំពីយើងនេះគេ about me នេះអូខេយើងដាក់ប៉ុណ្ណឹងមកបងប្អូនដាក់ប៉ុណ្ណឹងមកហើយយើងបិទវាចេះធម្មតាមកហ្នឹងហើយអញ្ចឹងកន្លែងនេះគេដាក់ថាម៉េចទៀតកន្លែងនេះ Nơi cầm lo à you chật chật. កន្លែងហ្នឹងខុសហើយច្រឡំកន្លែងនេះ Contact me. តាក់តងមកខ្ញុំអញ្ចឹងកន្លែងហ្នឹងគេឲ្យយើងពេញលេខទូរស័ព្ទលេខអីចឹងទៅអញ្ចឹងយើងចុចពីលើលេខទូរស័ព្ទទាំងពីរដងមកអូខេយើងកែលេខនឹងបានហើយអូខេលុបបាត់ទៅបានលុបឥឡូវយើងដាក់មកលេខទូរស័ព្ទខ្ញុំ071អីចឹងទៅ36 33 4 16អីចឹងទៅហ្នឹងហើយអូខេអញ្ចឹងយើងដាក់បានហើយនេះហ្នឹងហើយ phone number មាន Gmail មានអ្វីផ្សេងអីចឹងទៅបងប្អូនហ្នឹងហើយគឺកន្លែងហ្នឹងគឺគេដាក់បែបអញ្ចឹងច្រឡំដៃហ្នឹងហើយបន្ទាប់ពីយើងដាក់បានបែបអញ្ចឹងហើយយើងមើលថាតើយើងចង់កែកន្លែងណាទៀតវាមានកន្លែងជាច្រើនតែយើងត្រូវកែមានដាក់លេខ Gmail ដាក់លេខអីចឹងទៅហ្នឹងហើយអញ្ចឹងតើមកយើងឥឡូវឧទាហរណ៍ថាយើងធ្វើឲ្យខ្ញុំជឿធ្វើច្រើនទៀតអញ្ចឹងនេះកុំឲ្យខ្លាចបងប្អូនធុញបងប្អូនចេះពេញខ្លួនឯងទៅធ្វើតាមតែខ្ញុំប្រាប់ទៅហ្នឹងហើយអញ្ចឹងអាកន្លែងខ្ញុំបញ្ជាក់ម្ដងទៀតអាកន្លែងខាងក្រោមអស់នេះអាខាងអស់នេះពីឈ្មោះការសិក្សាអីចឹងទៅហ្នឹងហើយអត់ជុំកដុំឆែបមានការសិក្សា my birthday ថ្ងៃកំណើតស្អីខ្ញុំដឹងដែរ anniversary ហ្នឹងហើយអូខេអញ្ចឹងអាកន្លែងហ្នឹងគឺជាមានកម្រួលឲ្យស្រាប់ពេលបងប្អូនចុចទៅលើហ្នឹងមកវាសិតតែមានផ្ដាប់បំពេញតែពិតគេលើកមកផែនយកមកដាក់បំពេញឲ្យយើងអញ្ចឹងអ្នកដែលគេធ្វើ CV សម្រាប់សុំឲ្យយើងបំពេញគំរូបងប្អូនមិនមែនងាយស្រួលទេហ្នឹងហើយមិនមែនងាយស្រួលទេអញ្ចឹងដល់ពេលយើងបានប៉ុណ្្នឹងហើយយើងមកចុច save មកចុចកន្លែងនេះចុចកន្លែងហ្នឹងមកទុករហូតទៅអូខេចាំមើលវាឡើងពេញណាអូខេវាឡើងចិត្តពេញហើយអូខេអញ្ចឹងបានហើយបងប្អូនអញ្ចឹងវីដេអូបងប្អូនគឺមានតែប៉ុណ្្នឹងបើមានការខុសឆ្គងកន្លែងណាឬបំពេញមិនបានត្រឹមត្រូវដូច CV ដូចមិញអូខេសូមអធិស្ឋានផងបងប្អូនព្រោះមិញគាត់ដែលខ្ញុំធ្វើវីដេអូឲ្យបងប្អូនមើលឧទាហរណ៍ទេបងប្អូនអាចចូលទៅធ្វើខ្លួនឯងហើយបំពេញមិនក៏បានដែរមានលេខទូរស័ព្ទមាន Gmail មានអីចឹងទៅអូខេអញ្ចឹងកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី Channel ខ្ញុំបាទសារ៉ាបន្តទៀតអូខេបាយបាយ